គ្រប់គ្រងថ្លៃសិក្សានិងការទូទាត់របស់សិស្សបានយ៉ាងងាយស្រួលនិងត្រឹមត្រូវជាមួយនឹងរបាយការណ៍ច្បាស់លាស់ School Connect KH ផ្ដល់ភាពងាយស្រួលសម្រាប់សាលារៀននិងសាកលវិទ្យាល័យក្នុងការគ្រប់គ្រងនិងបង្កើតថ្លៃសិក្សានិងតាមដានស្ថានភាពហិរញ្ញវត្ថុរបស់សិស្សទាំងអស់ក្នុងប្រព័ន្ធតែមួយ ជាដំបូងយើងនឹងចូលទៅកាន់ទាំង Billing Management នៅក្នុង Dashboard នៅទីនេះអ្នកអាចគ្រប់គ្រងនិងមើលទៅលើ Invoice Payment Plan Financial Aid Student Billing Billing Category Discount Automation និង Report បន្ទាប់មកទៀតយើងនឹងធ្វើការបង្កើត Billing Category ដោយចុចទៅលើ Add Category ដើម្បីបង្កើតថ្លៃសិក្សាថ្មីនិងប្រភេទវិក្កយបត្រដោយបញ្ចូលព័ត៌មានដូចជាជ្រើសរើសប្រភេទវិក្កយបត្រវាឈ្មោះវិក្កយបត្រឬឈ្មោះថ្លៃសិក្សាកំណត់ចំនួនវិក្កយបត្រដែលត្រូវបង់កំណត់កាលបរិច្ឆេទផុតកំណត់បង់ប្រាក់កម្រិតថ្នាក់ឬវគ្គសិក្សាបន្ទាប់មកចុច Save ដើម្បីរក្សាទុកបន្ទាប់មកទៀតយើងនឹងចូលទៅមើលការកំណត់ថ្លៃសិក្សាសម្រាប់សិស្សយើងចូលទៅកាន់ Student Billing រួចចុច Assign Charge ដើម្បីចុះថ្លៃសិក្សាទៅកាន់សិស្សបន្ទាប់ពីកំណត់ថ្លៃសេវាសិក្សាសម្រាប់សិស្សរួចមកប្រព័ន្ធនឹងបង្ហាញទិន្នន័យដូចជាចំនួនទឹកប្រាក់ការបញ្ចុះតម្លៃស្ថានភាពបង់ប្រាក់និងថ្ងៃផុតកំណត់បង់រួចវិក្កយបត្រនឹងបញ្ជូនបន្តទៅកាន់ផ្នែក Invoice ដើម្បីតាមដានសកម្មភាពបង់ប្រាក់របស់សិស្សបន្តមកទៀតយើងនឹងមើលទៅលើការបង្កើត Payment Plan នៅទីនេះបុគ្គលិកអាចបង្កើត Plan សម្រាប់សិស្សនិស្សិតដែលចង់បង់វិក្កយបត្ររំលោះជាប្រចាំខែឬក៏ប្រចាំឆមាសដើម្បីបង្កើតបានសូមចុច Create Payment Plan រួចកំណត់ដោយធ្វើការជ្រើសរើសឈ្មោះសិស្សដែលបានបង្កើតរួចនៅក្នុង Student Billing រួចផ្ទាំងនឹងបង្ហាញលេខ Invoice ដែលបានបង្កើតរួចភ្ជាប់គ្នាកំណត់ចំនួនដងនៃការបង់ប្រាក់របស់សិស្សដូចជាប្រចាំខែឬក៏ប្រចាំឆមាសបន្ទាប់មកប្រព័ន្ធនឹងគ្រប់គ្រងនិងបញ្ជូនទិន្នន័យបន្តនៃការបង់រំលោះទៅកាន់ផ្នែក Invoice ដោយស្វ័យប្រវត្តិជំហានបន្ទាប់យើងនឹងចូលទៅពិនិត្យមើលទៅកាន់ផ្នែក Invoice នៅក្នុងផ្នែកនេះប្រព័ន្ធនឹងបង្ហាញវិក្កយបត្រដែលបានបង្កើតរួចរាល់នៅក្នុង Student Billing ជាមួយនឹង Payment Plan ដូចជាបង្ហាញលេខ Invoice ថ្ងៃបង្កើតថ្ងៃផុតកំណត់ចំនួនទឹកប្រាក់ដែលបានបង់និងមិនទាន់បង់និងស្ថានភាពបង់ប្រាក់របស់សិស្សបន្ទាប់មកទៀតបុគ្គលិកអាចចុច Record Payment របស់សិស្សនិស្សិតនៅទីនោះនិង Print Invoice ចេញក្រៅបានផងដែរជំហានបន្ទាប់គឺយើងនឹងមើលទៅលើការគ្រប់គ្រង Financial Aid នៅក្នុង Billing Management បុគ្គលិកក៏អាចចូលទៅមើល Financial Aid ដើម្បីតាមដាននិងគ្រប់គ្រងការបើកជំនួយសម្រាប់សិស្សនិស្សិតបានផងដែរបុគ្គលិកក៏អាចមើលស្ថានភាពជំនួយហិរញ្ញវត្ថុដែលសាលាបានផ្ដល់ជូនឲ្យសិស្សនិងមិនទាន់ផ្ដល់ជូនឲ្យសិស្សចុងក្រោយបង្អស់យើងនឹងចូលមើលទៅលើរបាយការណ៍ហិរញ្ញវត្ថុដែលមាននៅក្នុង Billing Management ផ្ទាល់ដោយធ្វើការចូលទៅកាន់ Financial Report ដើម្បីមើលចំណូលសរុបប្រាក់ដែលបានទូទាត់ប្រាក់មិនទាន់បានទូទាត់បញ្ជីវិក្កយបត្រហួសការកំណត់និងរបាយការណ៍ទាំងនេះនឹងជួយឲ្យសាលារៀនតាមដានស្ថានភាពហិរញ្ញវត្ថុបានច្បាស់លាស់School Connect KH ជួយឲ្យការគ្រប់គ្រងថ្លៃសិក្សានិងការបង់ប្រាក់ក្លាយជារឿងងាយស្រួលសម្រាប់សាលារៀននិងសាកលវិទ្យាល័យ